ដំឡើងពន្ធគយនាំចូលទំនិញថៃនិងផលិតផលថៃមកអាមេរិករហូតដល់ 25% អ្វីដែលអាមេរិកធ្វើនេះគឺជាការតាមដានអំពីភាពក្រលិចក្រឡុចនៃរដ្ឋាភិបាលថៃដែលកំពុងតែក្រលិចក្រឡុចបង្ហាញឲ្យឃើញថានយោបាយរបស់អនុទិនចានវិរៈគុណធ្លាក់ទៅក្នុងការយល់ឃើញពីបរទេសធំមានអាមេរិកអឺរ៉ុបនិងចិនថាថៃជាមនុស្សមានពុតបុត្រដែលពុតបុត្រនេះត្រូវចាប់ឲ្យជាប់ដើម្បីដាក់ទណ្ឌកម្មនៅពេលអាមេរិកប្រងដាក់ទណ្ឌកម្មលើការនាំទំនិញនិងផលិតផលថៃចូលអាមេរិកចិនអត់ដាក់ទណ្ឌកម្មទេគឺបាត់ទំនិញមួយចំនួនហើយបញ្ចូល scam ឲ្យមកបំផ្លាញផ្ទៃក្នុងថៃតែម្ដងដើម្បី control ប្រទេសថៃដោយជះនៅអំពើពុករលួយដ៏ច្រើនមកលើប្រទេសថៃតាំងពីរដ្ឋាភិបាលសរិទ្ធវិសិននៃគណៈបកភើថៃរហូតដល់ប៉ែតោងតានរហូតដល់ឥឡូវនេះគឺរដ្ឋាភិបាលថៃតាំងពីឆ្នាំ23មកគឺអាមេរិកអត់ចូលចិត្តទេហើយចិនក៏អត់ទុកចិត្តដែរអញ្ចឹងភាពល្អក់ល្អឿនទាំងបានដែលពួកថៃបច្ចុប្បន្នកំពុងតែធ្វើមិនទាន់ចាញ់ផលជាការគប់ចិត្តរបស់ពួកថៃដោយសារថៃវាគិតថាវាឆ្លាតវាចេះមើលសភាពការហើយអ្នកដែលកាន់អំណាចនៅថៃសប្តាហ៍វាមានសតិអារម្មណ៍ប្រឆាំងអាមេរិកអញ្ចឹងអាមេរិកកាំងក៏តែងតែមិនយោគយល់បានជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបាត់មុខពីព្រោះវាបរាជ័យក្នុងបេសកកម្មដែលវាស្វែងរកការកាត់បន្ថយពន្ធនាំចូលអាមេរិកនេះគឺជាអ្វីដែលថៃវាកំពុងតែជួបប្រទះនៅក្នុងពេលនេះលុយដុល្លារធ្លាក់ថ្លៃទេអ្នកភូមិខ្ញុំគេថាធ្លាក់ថ្លៃហើយគេថាថោកជាងលុយបាតទៅទៀតអត់ទេដុល្លារអត់ថោកជាងបាតទេអូនបាទពីព្រោះមិនបានអត់ថោកជាងបាតសេដ្ឋកិច្ចថៃកំពុងតែដាំក្បាលចុះវាហើយថៃជំពាក់បំណុលកើនឡើងខ្លាំងសេដ្ឋកិច្ចថៃកំពុងតែដាំក្បាលចុះនេះបណ្ដាលឲ្យប្រាក់បាតមិនឡើងថ្លៃទេពីព្រោះធនាគារនៃប្រទេសថៃនឹងត្រូវធ្វើម៉េចឲ្យបាតនឹងថោកបន្តិចដើម្បីងាយស្រួលនាំទំនិញចេញអានឹងអញ្ចឹងណាបងបាទអញ្ចឹងវាអត់ឡើងថ្លៃបានទេនឹងចំពោះលុយបាតហើយលុយដុល្លារមិនថោកជាងបាតទេរឿងសៀមចាំសពខុនសង្គ្រាមខ្មែរថៃមិនទាញសេដ្ឋកិច្ចថៃឲ្យដាំក្បាលទេសេដ្ឋកិច្ចថៃដាំក្បាលពីព្រោះបំណុលរបស់ប្រជាជនសម្ពាធពាណិជ្ជកម្មនិងការផ្លាស់ប្ដូរដែនផលិតកម្មរបស់ប្រទេសថៃដូច្នេះហើយក៏កើតបញ្ហាដែលជះឥទ្ធិពលឲ្យសេចក្តីរីកចម្រើនរបស់សេដ្ឋកិច្ចថៃធ្លាក់ចុះយ៉ាងខ្លាំងរហូតនៅសល់កំណើនត្រឹម1កណ្ដកសញ្ញា 6% តែប៉ុណ្ណោះបាទអានឹងអញ្ចឹងណាឡែមអង់គ្លីខ្ញុំអត់ដឹងបញ្ហា YouTube បញ្ហា YouTube ក្តីបញ្ហា Facebook ក្តីខ្ញុំអត់សូវដឹងទេចៅអើយណាអត់សូវដឹងទេទីកណ្ដិលវាជាការជជែកវែកញែកអំពីសត្វកណ្ដុរខ្ញុំអត់ដឹងទេបាទគង់សំអល់ចេះការងាររាជវាំងទេខ្ញុំឃើញគាត់ទទួលលួងម្ដងដូចឆ្កងវិរៈគង់សំអល់សិក្សាមុខវិជ្ជាកសិកម្មជាប់បរិញ្ញាបត្រ4ឆ្នាំពីសហរដ្ឋអាមេរិករីឯកិច្ចការវាំងគាត់អត់ដែលធ្វើទេគាត់រៀនខាងកសិកម្មគង់សំអល់ណាតែគាត់ស្គាល់សីអនុចូលចិត្តគាត់ក៏យកគាត់ធ្វើជាវាំងនឹងតែប៉ុណ្្នឹងណានឹងរឿងគង់សំអល់តែរឿងឆ្កងឬមិនឆ្កងវាមិនមែនអាស្រ័យគង់សំអល់ទេអាស្រ័យក្រុមវាំងទាំងមូលចេះឬមិនចេះអាហ្នឹងអញ្ចឹង
Filano សង្គ្រាមអ៊ៃរ៉ាន់វាយប្រហារដោយអាមេរិកតែមេដឹកនាំមិននិយាយគំរាមជីវិតគេទើបមិនស្លាប់ខ្លួនមេដឹកនាំដែលគំរាមជីវិតគេដោយអ៊ៃរ៉ាន់ពិតឬទេតា Filano តាស្ដាប់អត់សូវយល់ទេតែកុំនិយាយរឿងស្លាប់រស់ច្រើនពេកណាចុះណានៅក្នុងសហគមន៍ YouTube ក៏ដូចជា social media ដទៃការជជែករឿងស្លាប់មនុស្សស្លាប់គេហ្នឹងជួនកាលទៅalgorithm របស់ YouTube ហ្នឹងmistakenly understood differently then we end up in violating community guideline so I rather don't talk about that